នេះគឺជាស្ពៃក្រញាញ់ដែលយើងបានដាំរយៈពេល17ថ្ងៃហើយក៏យើងក៏ចាប់ផ្ដើមចិត្តបានប្រមូលផលដែរហើយការដាំនេះគឺយើងដាំបែបលក្ខណៈគ្រួសារមានដើមផ្កាមានស្ពៃមានជីវ៉ាន់សុយមានទាំងត្រកួនមានទាំងត្របែជាដើមពិសេសជាងគេគឺមានទាំងម្រះទៀតចឹងយើងមិនបាច់ចាំទិញគេទេយើងមានដំណាំនៅគៀនផ្ទះខ្លួនឯងចេះគឺវាពិតជាងាយស្រួលមែនទេនៅក្នុងការធ្វើដំណាំយើងដាំច្រើនមែនទេណាច្រើនវងផល